តាមផ្លូវមកវត្តហ្នឹងហើយនឹងនៅតាមភូមិហ្នឹងឃើញបងប្អូនយើងខ្លះពេលល្ងាចគាត់ដូចសបាយគាត់ជុំគ្នាជួលកៅផឹកស៊ីច្រៀងរាំដាក់បាសក្អិលគាត់ដូចអត់ខ្វល់រឿងថាកូវីដមិនកូវីដអីទេជុំគ្នាហើយគឺសបាយហើយអានឹងខ្ញុំគណនាភាពនឹកឃើញដូចនៅប្រទេសអឺរ៉ុបនិងអាមេរិករាល់ថ្ងៃនេះដែលមនុស្សមួយចំនួនហ្នឹងអត់ខ្វល់នឹកថាវាមិនអីទេហើយដល់ពេលវាអីផ្ទុះបាត់ហើយមួយថ្ងៃស្លាប់អស់1000អ្នកជាងអីចឹងទៅនៅអាមេរិកហ្នឹងបើវាឆ្លងស្លាប់ម្នាក់ឯងអាហ្នឹងមិនជាប្រមាណទេប៉ុន្តែនៅវាអាចនឹងឆ្លងដល់ប្រពន្ធកូនដែលគ្នាមិនដឹងអីនៅផ្ទះហ្នឹងវាជាការយកអាយុជីវិតខ្លួនឯងអាយុជីវិតគ្រួសារទៅបដូរនឹងដបស្រាវាជារឿងវិធកម្មមិនទទួលខុសត្រូវខ្លាំងមែនទែនក្នុងនាមយើងជាម្ចាស់គ្រួសារហើយក្នុងនាមយើងជាពលរដ្ឋក្នុងភូមិក្នុងស្រុកហ្នឹងហើយទោះបីជារដ្ឋប្រឹងបណ្ណាក៏ដោយបើយើងមិនព្រមចូលរួមការពារអាយុជីវិតខ្លួនយើងអាយុជីវិតគ្រួសារទេវាអន្តរាយទាំងអស់គ្នាហើយអានឹងព្រះអង្គសម្ដែងពីសេចក្តីប្រមាទព្រះអង្គសម្ដែងថាប្រមាទតោមច្ចនោប្រទាំងការប្រមាទទេប្រហែសហ្នឹងជាផ្លូវនៃសេចក្តីស្លាប់ហើយដល់ពេលមុំដឹងខ្លួនវាខកពេលបាត់ហើយស្លាប់ប្រពន្ធស្លាប់កូនស្លាប់ខ្លួនឯងឆ្លងគេឆ្លងឯងអានឹងយើងបង្កវិនាសកម្មដល់គ្រួសារដល់សង្គមជាតិជាបាបកម្មធ្ងន់អញ្ចឹងស្មានថាចាំពេលហើយនឹងផឹកស៊ីអីក៏ផឹកចាស់ប៉ុន្តែក្នុងកលៈទេសៈនេះវាជាការមើងងាយជីវិតខ្លួនឯងផងជីវិតគ្រួសាររបស់ខ្លួនឯងផងហើយនឹងជាការផ្ដល់នៅហានិភ័យដល់ប្រទេសជាតិដែលកំពុងតែជួបបញ្ហានឹងផងកូនចៅក្មេងៗខ្លះនឹកឃើញឪពុកម៉ែតាំងតែងធ្វើអីមិនបានសុំអីមិនបានមួម៉ៅពេលខ្លះទៅម៉ែរៀងនិយាយសម្ដីទូចសម្ដីធំខ្លះទៅក៏អន់ចិត្តទូចចិត្តតាំងតមមាត់តមកជាមួយនឹងឪពុកម្ដាយខ្លួនឯងរហូតដល់មានចំនួនបញ្ហាក្នុងគ្រួសារជាពិសេសក្នុងរយៈពេលអាយុ10ឆ្នាំទៅ20ឆ្នាំចន្លោះហ្នឹងជាពេលវេលាដែលក្មេងវិវត្តហើយតាមក្បួនជីវវិទ្យាអរម៉ូនក្នុងខួរក្បាលខ្លួនប្រាណរបស់ក្មេងហ្នឹងចាប់ផ្ដើមប្រែប្រួលធ្វើឲ្យរបៀបគិតចរិយាមេរយាទហ្នឹងក៏ផ្លាស់ប្ដូរទៅជាឆេវឆាវទៅជាចេះតែចង់តវ៉ាចង់ប្រឆាំងរវិធីសាស្ត្រធ្វើម៉េចមិនចង់ក្រោមការគៀបសង្កត់ទេដែរអាហ្នឹងវាជា
ដំណើរវិវត្តរបស់ក្មេងនឹងក្នុងរយៈពេល10ទៅ20ហ្នឹងអញ្ចឹងយើងជាពុកម្ដាយក៏ត្រូវពិចារណាដែរបើយើងកាច់វាអាចបាក់អញ្ចឹងវាមានតែអបហើយក៏មិនអាចនឹងប្រើពើហិង្សាឬក៏គៀបសង្កត់ហួសហេតុពេកអាចធ្វើឲ្យកូននឹងដើរផ្លូវខុសឬក៏ទៅជឿជាក់ទៅពឹងអ្នកខាងក្រៅផ្ទះជាមិត្តជាភក្តិច្រើនជាងស្ដាប់ឪពុកម្ដាយហើយអញ្ចឹងតើម៉ែឪក៏ស្វែងយល់ពីកូនបដៅណែនាំពឹងគេឲ្យជួយហើយត្រូវមានបច្ចេកទេសក្នុងការនិយាយស្ដីហ្នឹងមិនមែនចេះតែវាយចេះតែស្ដីចេះតែថាចេះតែបន្ទោសទេមានចំណុចដែលយើងអាចលើកទឹកចិត្តដល់តម្លៃឲ្យគ្នាអាចនឹងមានសមត្ថភាពឈរសម្រេចចិត្តក្នុងដំណើរជីវិតខ្លះហើយកូនក៏ត្រូវស្វែងយល់អំពីទឹកចិត្តរបស់ឪពុកម្ដាយដែលខំហត់នឿយយប់ថ្ងៃឈឺជារោគទ្រព្យមកដើម្បីចិញ្ចឹមកូនចិញ្ចឹមចៅឲ្យកូនទៅរៀនឲ្យបានល្អដូចគេខ្វល់ខ្វាយមើលថែសពគ្រប់បាយទឹកនំចំណីសម្លៀកបំពាក់មិនបានស្អីមកគាត់ឯណាគាត់ប្រឹងហ្នឹងដើម្បីឲ្យកូននឹងឯងហើយកូនខ្លះគិតថាទេអាហ្នឹងជាកាតព្វកិច្ចរបស់ម៉ែឪត្រូវតែអញ្ចឹងហើយបង្កើតខ្ញុំមកត្រូវតែចិញ្ចឹមអញ្ចឹងហើយអាហ្នឹងយើងបំភ្លេចនៅសន្តានចិត្តល្អរបស់ឪពុកម្ដាយវាធម្មតាទេឪពុកម្ដាយមនុស្សក្តីសត្វក្តីកើតមកត្រូវចិញ្ចឹមអញ្ចឹងហើយប៉ុន្តែជាមួយនឹងការចិញ្ចឹមហ្នឹងម៉ែឪហ្នឹងមានមេត្តាករុណាស្រឡាញ់លះបង់ស្អីដើម្បីកូនហើយហ្នឹងជាគុណបំណាច់ដែលយើងមិនអាចកាត់ថ្លៃបានបើទោះជាពេលខ្លះគាត់មួម៉ៅតុកសិចពិបាកចិត្តស្ដីបន្ទោសថានឹងក៏ក្នុងន័យដើម្បីឲ្យយើងបានល្អដែរអញ្ចឹងតើកូននឹងកុំសូវបញ្ជួសប្រសោបនិយាយបញ្ឈឺឌឺដងឲ្យម៉ែឈឺចាប់អានឹងវាជាសមានចិត្តមិនល្អហើយយើងហៅថាជាបាបនោះដែលធ្វើឲ្យឪពុកម្ដាយនឹងពិបាកយើងក៏មិនមែនថាស្ថិតនៅក្រោមអំណាចគាត់100% មិនមានសិទ្ធិសម្រេចចិត្តអីសោះទេត្រូវហ៊ានសម្រេចចិត្តទៅលើរឿងរ៉ាវក្នុងជីវិតហ្នឹងខ្លះមិនមែនទៀមទាទាំងស្រុងទេយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នឹងសម្រេចចិត្តទៅលើជោគវាសនារបស់យើងទាំងស្រុងទេត្រូវការគាត់ណែនាំយើងកន្លែងណាដែលយើងអាចសុំសិទ្ធិសម្រេចហ្នឹងយើងសុំឲ្យដោយសន្តិវិធីទៅមនុស្សចាស់ត្រូវការគោរពអោនលំទោនចំពោះគាត់មិនមែនអាងវាងយើងទៅរៀនហើយយើងនិយាយមើលងាយមើលថោកគាត់អាហ្នឹងមិនអាចបានលទ្ធផលល្អទេអញ្ចឹងវាតលយល់គ្នាទៅវិញទៅមកម្ដាយឪពុកនិងកូនសម្ដែងការដឹងគុណចំពោះពុកម្ដាយហត់នឿយពិបាកពិបិនគឺដើម្បីខ្លួនឯងនឹងឯងជាទឹកចិត្តមហាករុណាធិគុណធំធេងយកអីទៅប្រៀបបានដែរម្ដាយក៏ត្រូវស្វែងយល់អំពីដំណើរនៃការវិវត្តរបស់ក្មេងហ្នឹងមិនអាចទៅកាច់ផោះបាក់ធ្វើអាហ្នឹងខូចក្មេងទៅយើងពិបាកយើងមានវិបត្តិសារីក្នុងជីវិតដែរ